នេះគឺជា Farm Experience មួយនៅក្នុង Minecraft Java Edition ហើយនៅក្នុង Bedrock ក៏មានដែរបើខោខ្ញុំទៅមើលឃើញហីជាង Farm នេះផងដែរគឺថាវាអាច spawn នៅពពួក Silverfish ច្រើនមែនតើដែលអាចឲ្យយើងកាប់ហើយទទួលបាន Experience ដែលងាយៗតែម្ដងអ្នកទាំងគ្នាចឹងហើយមុននឹងចូលទៅវីដេអូនេះសូមកុំភ្លេចជួយ Subscribe និងបើកសញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតឥឡូវយើងចូលទៅទាំងអស់គ្នាប៉ុន្តែជប់សិនកុំភ្លេចនៅរបស់មួយចំនួនដែលយើងត្រូវការប្រើប្រាស់វាដើម្បីសង់ Farm មួយនេះវារៀងពិបាករកគ្រាន់បើដែរចាប់ផ្ដើមមកអ្នកទាំងអស់គ្នាត្រូវដាក់ដុំ dispenser មួយរួចហើយយើងចាប់ដើមរៀបប្លុកទៅគៀនឲ្យបានប្រវែងប្រហែល4ប្លុកហើយយើងរៀបឲ្យបានសងខាងតែម្ដងបន្ទាប់ពីបានសងខាងហើយយើងដាក់អាកដានេះ2ប្លុកផងដែរនិយាយទៅឡៃនេះគឺអ្នកទាំងអស់គ្នារៀបតាមខ្ញុំទាំងអស់ហើយអីដែលសំខាន់គឺថាយើងត្រូវតែប្រើប្លុកអីផ្សេងក្រៅពីប្លុកថ្មមិនថាថ្មប្រភេទអីក៏ដោយជៀសវាងកុំប្រើថ្មឲ្យសោះហើយដែលសំខាន់គឺកន្លែងនេះអ្នកទាំងគ្នាទៅរៀបឲ្យដូចខ្ញុំតែម្ដងជាដំបូងយើងធ្វើការដាក់ slab បន្ទាប់មកយើងដាក់ផ្កាកលាប់ខ្មៅនៅកណ្ដាលដុំ dispenser ដែលយើងអាចទទួលបានវាតាមរយៈការវាយជាមួយនឹង Mayweather អញ្ចឹងនៅពេលដែលយើងវាយ May ហ្នឹងទៅគឺនឹងឃើញធ្លាក់ផ្កាកលាប់ហ្នឹងមកហើយបន្តមកទៀតអ្នកទាំងគ្នាធ្វើការរៀបតាមខ្ញុំទៀតមកវាអត់មានអីត្រូវស្មុគស្មាញច្រើនទេមកដល់កន្លែងនេះគឺអ្នកទាំងគ្នាត្រូវជីកដីសងខាងសិនបន្ទាប់មកយើងចាក់ទឹកនៅក្នុងប្លោះ slab ហ្នឹងហើយតមកយើងយកដីមកបិទប្លោះហ្នឹងទៅគឺទឹកវាហូរទៅខាងនោះហើយចំពោះជំហានបន្ទាប់ហ្នឹងអ្នកទាំងគ្នាធ្វើការបិទប្លោះបិទអីវិញឲ្យស្អាតមកគឺរួចរាល់ហើយឥឡូវយើងធ្វើការចុះមកក្រោមបន្តិចបន្ទាប់មកអ្នកទាំងគ្នាធ្វើការជីកប្លោះតាមខ្ញុំចឹងមកហើយឥឡូវនេះយើងជីកតែប្លោះ2នេះបានហើយរួចហើយយើងដាក់លបងនិងដាក់ឆាបដរមួយនៅពីលើលបងហ្នឹងតមកទៀតអ្នកទាំងគ្នាអោនមកក្រោមកញ្ចក់បន្តិចហើយយើងដាក់ប្រទេស slab មួយទៀតនៅក្រោមកញ្ចក់នឹងផងដែរចឹងបានប៉ុណ្្នឹងមកអ្នកទាំងគ្នាធ្វើការបិទដីបិទអីវិញឲ្យស្អាតទុកតែប្រឡោះដើរទៅគឺថាយើងរួចរាល់បានមួយជំហានទៀតហើយចឹងជំហានបន្ទាប់អ្នកទាំងគ្នាត្រូវដើរមកក្រោយដុំ dispenser រួចហើយយើងជីកប្រឡោះនៅខាងក្រោយនឹង3ប្លុកចុះទៅក្រោមហើយយើងទុកចោលនៅនឹងសិនឥឡូវយើងងាកមកពេលយប់បន្តិចអ្នកទាំងគ្នាត្រូវដើរទៅរក zombie ឲ្យបានមួយក្បាលហើយធ្វើមិនក៏ដោយឲ្យវាធ្លាក់ចូលទៅក្នុងប្រហោងដែលយើងបានជីកមុនហ្នឹងចឹងបន្ទាប់ពីវាធ្លាក់ចូលហើយអ្នកទាំងគ្នាត្រូវទៅយក name tag មួយដូរដាក់ឈ្មោះឲ្យក៏បានដែររួចហើយយើងយកទៅដាក់ឈ្មោះឲ្យ zombie ហ្នឹងបន្តមកទៀតយើងបិទប្លុកនៅពីលើក្បាលវាគឺជាការស្រេចឥឡូវយើងងាកមកពេលព្រឹកវិញគឺថាអ្នកទាំងគ្នាត្រូវទៅចាប់សត្វ armadillo ឲ្យបានយ៉ាងតិច4ទៅ5ក្បាលហើយយើងចាប់តាមវិធីណាក៏បានដែរបន្ទាប់មកយើងត្រូវយកវាទៅដាក់ចូលនៅក្នុងប្រហោងដែលមានកលាបខ្មៅហ្នឹងចឹងត្រង់កន្លែងនេះបងអ្នកទាំងគ្នាចាប់បានកាន់តែច្រើនគឺវាកាន់តែល្អតែម្ដងហើយបន្ទាប់ពីចាប់រួចរាល់យើងបិទកញ្ចក់បិទអីវិញមកបន្ទាប់មកយើងចាប់ដើមជំរះផ្លូវឲ្យទៀបភ្លើងឬក៏កាកសំណល់ហ្នឹងឲ្យស្អាតវិញឲ្យអស់មកអូខេអញ្ចឹងចំពោះជំហានចុងក្រោយគឺអ្នកទាំងគ្នាត្រូវផលិតថ្នាំមួយប្រភេទដែលវាហៅថា investigation potion អញ្ចឹងវាមានន័យពិបាកទេយើងប្រើអ្នកតវ៉ាត់ថ្មដុតហើយនឹង gun powder ងាយៗខ្លាំងមែនតើហើយបន្ទាប់ពីបានថ្នាំនឹងហើយអ្នកទាំងគ្នាត្រូវយកវាទៅដាក់ចូលទៅក្នុងដុំ dispenser រួចហើយយើងយកបតុងមួយទៅដាក់នៅជាប់ដុំហ្នឹងគឺថា farm យើងបានរួចរាល់ 100% អ្នកទាំងគ្នាចឹងដើម្បីអាចបើកដំណើរការវាបានគឺអ្នកទាំងគ្នាត្រូវទៅចុចប៊ូតុងនៅខាងក្រោយដុំ dispenser ចឹង farm របស់យើងនឹងចាប់ផ្ដើមដំណើរការហើយគឺថាអ្នកទាំងគ្នាអាចមើលបាននេះគឺថាពួក silverfish ចេញមកច្រើនមែនតើហើយត្រង់កន្លែងនេះអ្នកទាំងគ្នាអាចមានជំនឿ2យើងអាចចាំឲ្យវាធ្លាក់មកច្រើនចាំកាប់ក៏បានឬក៏វាធ្លាក់មកភ្លាមយើងកាប់ភ្លាមក៏បានដែរនិយាយទៅធ្វើមិនក៏បានហើយមើល experience គឺធ្លាក់មកញាប់ខ្លាំងមែនតើអ្នកទាំងគ្នាឥឡូវខ្ញុំនឹងសាកកាប់វារយៈពេល2នាទីចាំមើលថាវាអាចនឹងទទួលបានអីខ្លះហើយនេះគឺថា2នាទីគឺយើងទទួលបានរហូតដល់24 experience level ដែរនោះអ្នកទាំងគ្នាគឺថាវាច្រើនគួរសមដែរប៉ុន្តែវាមិនដល់ឡានៅក្នុង bedrock ទេអញ្ចឹងដូចខ្ញុំនិយាយតាំងពីដើមអញ្ចឹងបើសិនជាអ្នកទាំងគ្នាដាក់ armadillo កាន់តែច្រើនគឺវាទទួលបានកាន់តែច្រើនហើយបើដាក់ច្រើនពេកវាអាចនឹងគាំងអីចឹងទៅហើយថ្ងៃនេះយើងមានតែប៉ុណ្្នឹងអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូថ្មីបន្តទៀតបាយបាយ